ปูนទាំងអស់គ្នានៅទីនេះគួរតែយើងអភិរក្សរក្សាជាកន្លែងប្រវត្តិសាស្ត្រដែរឬមួយក៏អត់ទេព្រោះដោយសារតែខ្ញុំមកឃើញទីនេះឃើញបំណែកកបំណែកអីផ្សេងច្រើនមែនតើបងប្អូនតាំងពីប៉បស្លែនហ្នឹងគេហៅប៉បស្លែនទេបងប្អូននេះហើយពីដើមគាត់ធ្វើគាត់ឆ្នៃគាត់បង្កើតឲ្យឃើញនៅពីពេញដីយើងមិនមានអីច្រើនគ្រាន់តែពេលខ្លះស្ដាយស្នាដៃដូនតាហើយមានកន្លែងខ្លះគឺមានផ្ទាំងខ្លះគឺស្អាតវាហាក់បីដូចជាបង្ហាញអំពីទឹកដីនិងស្នាដៃរបស់ពួកគាត់តាំងពីជំនាន់ដើមប៉ុន្តែគាត់នៅបាក់បែកអស់មានបែងថ្មដុតហៅឥដ្ឋដុតជាដុំដែលឥដ្ឋទាំងអស់នោះគឺទម្រង់អាចរៀបទៅជាប្រាសាទអីចឹងទៅបងប្អូនអរគ្នានៅពេលពេញដីតែម្ដងខ្ញុំមិនដឹងថាយ៉ាងម៉េចទេគ្រាន់ដឹងថាគាត់ឲ្យខ្ញុំនេះដឹងថារបស់ទាំងអស់នេះគឺជារបស់បុរាណហើយមិនដឹងថាយកធ្វើឲ្យកើតគ្រាន់ថាបានបង្ហាញជូនបងប្អូននេះទស្សនានឹងធ្វើការស្វែងយល់បន្ថែមមានកន្លែងខ្លះគឺជាប្រាសាទបាក់បែកដែលជាប្រាសាទឥដ្ឋដុតណាប្រាសាទឥដ្ឋដុតកើតតាំងពីសម័យកាលណាកើតតាំងពីឆ្នាំណាបងប្អូនទាំងអស់គ្នាអាចនឹងដឹងហើយបងប្អូនមួយចំនួនខ្ញុំនេះក៏មិនសូវដឹងច្បាស់ទេប៉ុន្តែយើងត្រូវការសិក្សាស្វែងយល់ទាំងអស់គ្នាដើម្បីឲ្យបានដឹងអំពីរបៀបរបបវប្បធម៌ទំនៀមទម្លាប់ប្រពៃណីមនុស្សជំនាន់ដើមរបស់ខ្មែរយើងដើម្បីជាទំនុកចិត្តទៅកាន់កូនខ្មែរជំនាន់ក្រោយឲ្យចេះស្រឡាញ់ឲ្យចេះរក្សាអភិរក្សទឹកដីនៃទ្រព្យសម្បត្តិទឹកដីដែលជារបស់ខ្លួនឯងណាហ្នឹងចេះរក្សាចេះថែចេះទាំចេះស្វែងយល់ទីនេះគឺជាដីចម្ការហើយដីស្រែហើយហ្នឹងហើយដីស្រែដីចម្ការបងប្អូនគាត់ដាក់ធ្វើចម្ការមានដាំដលងមានដាំអីច្រើនឆ្នាំមកហើយនេះមើលវាជាតំបន់ប្រវត្តិសាស្ត្រមួយណាតំបន់ប្រវត្តិសាស្ត្រមួយដែលមានវត្ថុតំណាងសល់ទុកទោះបីវាជាបំណែកទោះបីវាជាកំតិចកំទីក៏ដោយប៉ុន្តែគាត់របស់ទាំងអស់នេះគឺបង្ហាញអំពីគ្រប់យ៉ាងនៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងទឹកដីនេះបង្ហាញថាជាទឹកដីប្រវត្តិសាស្ត្របរិបវត្តមានមនុស្សរស់នៅតាំងពីសម័យបុរាណកាលមកប៉ុន្តែយ៉ាងម៉េចយ៉ាងម៉ាយ៉ាងណាយ៉ាងណីបន្ថែមអាស្រ័យទៅលើអ្នកជំនាញណាបងប្អូនអរគ្នាខ្ញុំឃើញសល់អញ្ចឹងទៅហើយដើរចេះទៅដើរមកមើលលេងទៅចេះទៅដើរមកមើលលេងទៅហើយដោយសារតែពេលខ្លះមកមើលអញ្ចឹងទៅដើរមកឃើញហ្នឹងតែដងគិតវែងគិតឆ្ងាយទៅគ្រប់សពបែបយ៉ាងហ្នឹងហើយបងប្អូនដែលចូលចិត្តបែបនេះអាចនឹងស្តៀងនឹងខ្ញុំដែរអូខេចឹងមានតែប៉ុណ្នេះសម្រាប់ការថតបង្ហាញជូនបងប្អូនអរគ្នាទស្សនាមានអ្វីដែលជាចំណុចខុសឆ្គងសូមមេត្តាខន្តីអភ័យទោសផងអរគុណគ្រប់ជម្រាបលា